គ្រូបាទអញ្ចឹងថ្ងៃនេះខ្ញុំសូមចែករំលែកបាទពីរបៀបប្រើប្រាស់សៀវភៅកំណត់ត្រាគ្រូបាទដែលស្ថិតនៅក្នុងសៀវភៅកម្មវិធីសិក្សាសាលាកុមារមិត្តរីសមាជិកទី2ប្រសិទ្ធភាពនៃការបង្រៀននិងរៀនបាទតាមគោលវិធីសាស្ត្រវិទ្យាមណ្ឌលបាទអ្វីដែលខ្ញុំថតនេះគឺចង់ចែករំលែកបាទអញ្ចឹងបើមានការខុសឆ្គងសូមអធិស្ឋានបាទប៉ុន្តែបើមានចម្ងល់អាច comment សួរនៅខាងក្រោមបាទអញ្ចឹងនេះជាសៀវភៅបាទសៀវភៅកំណត់ត្រាគ្រូបាទអញ្ចឹងខ្ញុំអត់បានទេកន្លែងនេះយើងគ្រាន់តែជាអារម្មណ៍កថាទេបាទខ្ញុំអត់បានសង្ខេបទេបាទអញ្ចឹងនៅក្នុងនេះរួមមាន6ប្រធានបទបាទនេះហើយនឹងឧបសម្ព័ន្ធបាទអញ្ចឹងនៅកន្លែងនេះយើងត្រូវបំពេញបាទអញ្ចឹងសម្រាប់សៀវភៅនេះក្នុងមួយឆ្នាំយើងព្រីនម្ដងឲ្យគ្រូម្នាក់បាទកន្លែងនេះយើងដាក់ឈ្មោះគ្រូកន្លែងនេះដាក់ថ្នាក់ទីមកសាលារៀនកម្រងស្រុកខេត្តហើយឆ្នាំសិក្សាមកបាទយើងពេញមកកន្លែងនេះអត់មានទេលោកគ្រូអ្នកគ្រូអាចអានបន្ថែមបាទខ្ញុំបញ្យល់សំខាន់ទៅលើតែកន្លែងណាដែលយើងត្រូវធ្វើទេបាទអញ្ចឹងសេចក្តីផ្ដើមនេះអានេះជាក្របខ័ណ្ឌសាលាកុមារវិត្រីហ្នឹងបាទហើយគោលបំណងនៃសៀវភៅនេះគឺដើម្បីឲ្យលោកគ្រូអ្នកគ្រូកែលម្អគុណភាពនៃការរៀនសូត្ររបស់សិស្សដោយការអនុវត្តវិធីរៀននិងបង្រៀនតាមបែបកុមារមិត្តរីបាទកុមារមិត្តរីមានថាសាស្រឡាញ់ចូលចិត្តបាទអញ្ចឹងខ្លឹមសារបាទខ្លឹមសារគឺប្រសិទ្ធភាពនៃការបង្រៀននិងរួមមានការគ្រប់គ្រងថ្នាក់រៀនការប្រើប្រាស់សំណួរការបង្កើតល្បែងសិក្សាការប្រើប្រាស់ធនធានក្នុងថ្នាក់សម្បូរបែបការវិវត្តអំណាចការវិវត្តនេរងវាតម្លៃនិងកម្រិតស្នាដៃការឆ្លងចាំងហើយនឹងឧបសម្ព័ន្ធបាទអញ្ចឹងសម្រាប់ប្រធានបទទី1ការគ្រប់គ្រងថ្នាក់រៀនបាទអញ្ចឹងក្នុងការគ្រប់គ្រងថ្នាក់រៀនហ្នឹងគឺបញ្ហាគ្រូនឹងត្រូវធ្វើយ៉ាងណារៀបចំថ្នាក់រៀនហ្នឹងឲ្យមានភាពទាក់ទាញបាទឲ្យធ្វើឲ្យសិស្សស្រឡាញ់ចូលចិត្តចាប់អារម្មណ៍ហើយចង់រៀនបាទដែលមានដូចជារក្សាបន្ទប់ឲ្យស្អាតមានធុងសម្រាមបាទសម្អាតនិងរៀបចំក្តារខៀនរៀងរាល់ថ្ងៃរៀបចំគ្រឿងសង្ហារិមដើម្បីឲ្យកុមាររៀនសូត្រតាមរបៀបផ្សេងៗគ្នាដោយខ្លួនឯងបុគ្គលក្រុមតូចក្រុមធំអីដាក់បានតាមតារាងផែនទីបាទអញ្ចឹងដាក់តាំងកិច្ចការរបស់សិស្សនៅលើអញ្ចឹងអីផ្សេងៗហ្នឹងជាការរៀបចំថ្នាក់បាទអ្វីដែលយើងត្រូវធ្វើនៅក្នុងនេះគឺទី1កិច្ចការគ្រប់គ្រងថ្នាក់រៀនមួយប្លង់បន្ទប់រៀនគូលើកទី1បាទយើងគូហ្នឹងយើងគូដំបូងពេលដែលយើងចូលបង្រៀននៅដើមខែតុលាបាទតែឥឡូវយើងដើមខែវិច្ឆិកាអញ្ចឹងយើងរុញតមួយខែទៅអញ្ចឹងទេនៅដើមខែហ្នឹងយើងចូលទៅដំបូងយើងគូប្លង់បាទហើយកិច្ចការទី2មកយើងគូលើកទី2គឺនៅខែកុម្ភៈបាទអញ្ចឹងយើងគូនៅខែមីនាមកហើយលើកទី3យើងគូនៅដំណាច់ឆ្នាំបាទមុនដំណាច់ឆ្នាំបើថានៅខែមិថុនាអញ្ចឹងយើងគូនៅខែកក្កដាមកបាទអញ្ចឹងយើងគូប្លង់ហ្នឹងមាន3បាទមាន3លើកបាទដែលប្លង់ហ្នឹងយើងគួរតែគូបញ្ចូលនៅទ្វារបង្អួចទីតាំងអីនេះបាទទីតាំងក្តារខៀនគ្រឿងសង្ហារិមឧបករណ៍ផ្សេងបាទកន្លែងដាក់តាំងកិច្ចការគៀនបណ្ណាល័យបាទធនធានសម្រាប់បង្រៀនវត្ថុដទៃផ្សេងទៀតបាទនេះជាសិលឹកកិច្ចការបាទអញ្ចឹងកន្លែងនេះគេដាក់ខែតុលាអញ្ចឹងយើងរុញដាក់ខែវិច្ឆិកាមកអញ្ចឹងទេនេះជាអញ្ចឹងទី1អញ្ចឹងជាអញ្ចឹងទី1នេះបាទអញ្ចឹងទេយើងគឺយកអញ្ចឹងដែលមានក្តារខៀនបាទអញ្ចឹងណាដែលមានក្តារខៀនគឺជាអញ្ចឹងទី1បាទកន្លែងនេះអញ្ចឹងទេកន្លែងនេះយើងកន្លែងនេះជាអញ្ចឹងទី1អញ្ចឹងទេយើងនេះកន្លែងនេះបាទអញ្ចឹងទេយើងបង់លេខយកបាទតើកន្លែងនេះមានអីយើងបង់លេខទៅបាទបង់1បង់2បង់3រហូតទៅបាទអញ្ចឹងទេកន្លែងលេខ1នេះអីគេនេះបាទវចនាជាតិវិឆ័យអលៈលេខ3តារាងផ្សេងអញ្ចឹងនៅអញ្ចឹងខាងមុខនេះមានអ្វីគេយើងដាក់មករហូតដល់អស់នេះមកហើយយើងដាក់ជាលេខអញ្ចឹងទី2មានអីគេយើងបង់ជាលេខមកបាទអញ្ចឹងទី2ហ្នឹងគឺយើងរាប់នៅខាងណាក៏បានដែរសំខាន់អញ្ចឹងទី2ទី3ត្រូវទល់មុខគ្នាហើយអញ្ចឹងទី4ត្រូវទល់មុខជាមួយអញ្ចឹងទី1គឺអញ្ចឹងមានក្តារខៀនហើយយើងបង់លេខនេះមកបន្តមកយើងយកលេខហ្នឹងមកសេចូលកន្លែងនេះកន្លែងនេះមានអីខ្លះយើងសេចូលមកហើយកន្លែងនេះអញ្ចឹងទី4នេះមានអីខ្លះយើងសេកន្លែងនេះហើយអញ្ចឹងទី3នេះយើងសេនៅខាងលើនេះវិញបាទអញ្ចឹងទេយើងគូសហ្នឹងគឺអានេះគេហៅថាកិច្ចការគូលើកទី1បាទកិច្ចការគូលើកទី2ហើយយើងប្រៀបធៀបគ្នាតើលើកទី1និងលើកទី2ហ្នឹងហើយក្នុងការគូសនេះយើងគូសអ្វីដែលមានស្រាប់អ្វីដែលយើងមិនទាន់បន្ថែមសោះហើយបន្តមកយើងនឹងគូសលើកទី2នៅខែកុម្ភៈ
mà mình hay dương cú phong cứ dương bong lên nâng ta miền ca pre pro là vậy đẹp tệ mà ở miền ca pre pro dương bong vật thai máu màแต่ว่าmiền ca pre pro chế dương mạch bong của bạn này mình tái xôm cùng đọ rồi bọc kia chênh mình tái bò rồi bọc kia nó bị là hái vì khô sầm mày cám để bị pra lên cá mà rồi còn là hái dương hay đọ chênh đàn hay dương bong lên cho nắng lần quên nào mà chẳng thế một tò mò tôi dương cú lực thì pí dương miền cá lắp đồ sầm khăn rồi viên phong thì môi phong thì pi nắng tá phạt đôi cái khácจะไม่สำคัญยังแมนยังยอดตะใบมาไว้ได้สำคัญนั้นมายังยอดตะใบมาให้ยาบอลเซ็งยังเวียนตำไหลชนไอ้มาไอ้เรื่องที่ใบยังกูนักใครกระดาษนี้ยังกูโดยทีนี้มาให้คาปลอนโปรยังเปลี่ยนทีปีมาที่ใบนั้นยังเอพลับโดนมาจังนึงชีพเปอร์เซ็นต์บอลตีมวยเปอร์เซ็นต์บอลตีปีการประปรัสโนมาจังการประปรัสนัวนั้นคือครูก็ใบประสนัวดำใบรอยเคยเนื้อจำได้ดังอภิเทนบอดมวนจับดาวมองเรียนเป็นเนื้อเมื่อกายยดังระบบกบม้าอภิไว้ในปุกเกบ้านนั่งกระปงแต่เรียนอาวุธสมาธิอัพในเยระบบกบม้าบางจังนี่ครูในครูอ่านประแถมบางจังจำเตอร์อะไรกิจการต่างๆบางจังครองสำนวนนี่มาคือยังมีสำนวนกำลังสำนวนคือมีใบมาการประปรัสนัวbà nó không cái chân cái dân cua tập ra hai bàn tiền bay cùng đặt này nuôi trong chấm bà chân ai nuôi trong chấm mình xua vay để rầm lực bàn riêng rồi cho hỏi nuôi vô đắng bà chân thế dương phải vô tập tám cùng nứt từ phần miền bàn đó là nuôi phải chào một chót mà cứ nuôi đầm bay bằng cân nó nứt mày mà ai sắp kết vay để mày màครูไอ้พระสนุนถึงใบกุรันนี่จะมือกับมาครูอายุถึงออกผมมีเอาไว้คอยกองក្នុងការប្រាสนุนtrong trăm nuôi vô đắngដោយសំណួរទាំងនេះមានសារៈសំខាន់ក្នុងការស្វែងយល់ភ្លាមថាតើកុមារយល់ឬមិនយល់មេរៀនបាទអញ្ចឹងក្នុងការប្រើប្រាស់សំណួរនេះបាទបើសំណួរនេះឆ្លើយបានទាំងអស់ម្ដងនេះកម្រិតស្រួលមធ្យមពិបាកអញ្ចឹងបើសិស្សគាត់អាចឆ្លើយដល់កម្រិតនេះដល់កម្រិតសំណួរពិចារណាមកចប់នេះគឺយើងវាតម្លៃថាអ្វីដែលយើងបញ្យល់ទៅសិស្សគាត់យល់បាទអញ្ចឹងកិច្ចការគ្រូប្រមូលពីសំណួរពិចារណាមកចប់ចំនួន5ដែលបានមកពីដែលបានប្រើក្នុងមេរៀនរួចហើយដាក់ក្នុងតារាងតពបន្តតារាងទីនេះអាចដកស្រង់ពីមួយជាណាមួយក៏បានបាទកិច្ចហើយកិច្ចការនេះយើងគួរតែធ្វើនៅខែមករាអញ្ចឹងនៅក្នុងខែកុម្ភៈបាទប្រជុំខែលើកទី4ហ្នឹងបានថាពេលដែលប្រជុំប្រចាំខែប្រជុំប្រចាំបច្ចេកទេសអញ្ចឹងទេលោកគ្រូអ្នកគ្រូត្រូវយកសំណួរពិចារណាបទច្រត់ចំនួន5មកមកថាយើងត្រូវតែសេបាទហើយបន្តទៀតគឺនៅខែកុម្ភៈអញ្ចឹងនៅខែមីនានេះបាទអញ្ចឹងកិច្ចការទី1នេះអញ្ចឹងទេពេលដែលប្រជុំខែមករានេះអញ្ចឹងយើងរុញទៅជាកុម្ភៈហ្នឹងបាទពេលដែលប្រជុំខែហ្នឹងយើងយកសំណួរទាំង5នេះគ្រូទាំងអស់ត្រូវតែមានទាំង5នេះបាទបើមានហើយយើងមិនច្បាស់អញ្ចឹងទេលោកគ្រូអ្នកគ្រូអាចសួរក្នុងការប្រជុំកម្រិតសាលាតែបើកម្រិតសាលាហ្នឹងអត់ច្បាស់ទៀតយើងយកលើកមកកម្រងបើកម្រងមិនច្បាស់យើងអាចលើកលូសួរទៅមន្ទីរឬក៏ស្រុកតាមលំដាប់នោះដោយបាទអញ្ចឹងទេកិច្ចការនេះយើងត្រូវបំពេញតាមខែនេះបន្ទាប់មកបើសិនជាសំណួរហ្នឹងលោកគ្រូអ្នកគ្រូមិនច្បាស់ថាតើអាហ្នឹងពិចារណាមកចិត្តឬក៏អត់បាទយើងយកមកពិភាក្សាគ្នាបាទហើយសំណួរនេះក៏ដូចគ្នាដែរយើងចូលប្រធានបទទី3ការបង្កើតល្បែងសិក្សាបាទអញ្ចឹងទេខ្ញុំសូមទៅបញ្យល់ផ្លេងកិច្ចការតែម្ដងបាទអញ្ចឹងល្បែងសិក្សាយើងមានដូចជាគូកងរៀនលំដាប់ថ្នាក់បាទធ្វើចំណេះថ្នាក់ហើយយើងក៏អាចធ្វើល្បែងផ្សេងៗក្រៅពីនេះបានដែរបាទហើយកិច្ចការសម្រាប់គ្រូបាទកិច្ចការទី1នេះយើងបង្កើតល្បែងសិក្សាសម្រាប់គណិតវិទ្យាបាទអញ្ចឹងក្នុងមួយឆ្នាំយើងអាចបង្កើតឲ្យបានច្រើនប៉ុន្តែជាធម្មតាគឺមាន4កិច្ចការថាគណិតវិទ្យាភាសាខ្មែរសិក្សាសង្គមហើយនិងវិទ្យាសាស្ត្រអញ្ចឹងទេក្នុងមួយឆ្នាំយើងត្រូវបង្កើតឲ្យបាន4នេះបាទយ៉ាងតិចបាទហើយក្នុងការបង្កើតហ្នឹងយើងបង្កើតបានមកបាទបង្កើតល្បែងសម្រាប់គណិតវិទ្យាហ្នឹងបាទហើយតើល្បែងហ្នឹងគឺល្បែងប្រភេទអីគេគូកងចំណុចថ្នាក់លំដាប់បាទរៀបលំដាប់ប៉ុន្តែបើមានទាំង3យើងគូសទាំង3ហ្នឹងមកហើយសម្ភារៈអីគេបើបានយើងដាក់បានមកប្រទេសក្តារយើងដាក់ប្រទេសក្តារមកហើយវិធីលេងតើល្បែងហ្នឹងអាចលេងជាយ៉ាងម៉េចខ្លះពេលយើងបង្កើតពាក្យប៉ុនសម្រាប់គណិតវិទ្យាឧទាហរណ៍ដូចជាចំនួនអញ្ចឹងកន្លែងនេះយើងដាក់អីគេកន្លែងនេះយើងដាក់លេខ1កន្លែងនេះដាក់ពាក្យ1កន្លែងនេះដាក់លេខ2ពាក្យ2
cái này lịch bấy nhưng đã bị bấy chẳng thế nhưng là bay được nắng dương một cơ đại ban cục và lọt này dương dòng mà xe châu không ní mà hỡi dương sẽ điệp rập rạp kế thành là bay nắng dương do là bay nắng thổi sao lên thì mình đòn đại dương bạch phạt thì hay cùng mà nắng lên mà mãn về đi một cơ bay nắng ban hơi bà ta là bay nắng lên nhận đôi mình đây bà chẳng thế dương do bay nắng thổi mình liền hay ngày khai đấy nhưng đại chia sẻ nó cho muốn sớm thì chia sẻ và to pi su sa ha và to pi sa lên hơi dương dương prao có thể thành lênแบบnày và tay dương do là bay nấy tại sa lên và tay là bay nấyคือdương ai phụ còn bán để sang định muối nằng vỉa muối ai thì đạp bán thôi chừng này nạ bán chừng muốn xe chừng muốn cùi nằng và tao nói dương su sa thà ta côn lên những giang rồi việc nà mà nè khác ha còn thập cúp cồn mà chắc những cục muối đi đạp nạ những cục muối thôi chừng này nạ những cục muối mình trang tế là những chầm lại sao mà và sân chia sẻ lại mình bàn chẳng thế lực ru này ru tra xua chủng rình mà xua bên đây như hồi được quật lại tra thà là bay nước anh lên bàn mà mán sao quật lại ở chuyên cao tới quật là bay nước dân được còn khởi này tới sao được khởi mà chắc dân ai sẽ đã là cái này mà thấy cái này nhé chia sẻ cái này nhé khi dân sẽ được đọc thật là bay nước dân pran màu chia rồi còn merian fc trên bàn ở bán dân xì là cái này mà sắp đi xa cái máy cái này chia sẻ sau cũng cứ thua được thế mà hay khi nào một năm dân thua bàn khi nào mà mua chế bàn mùi mới dân xây đặt nó mà tập về thiên là 4 cá pra thông thiên sự một bàn khăn khăn riêng này mai trong này cứ bờ sân crum này nè từ miền mà thà dân từ chạy này hay admin lưới có dân anh thua bàn đấy thông thiên bộ bàn mà trong bài tự tình thế mà trăm mình tích trong mưa cái lạnh trời video sẵn chẳng thế anh ấy xem số video nó cái lạnh cái càng cừu tầm đó ca pra ban tập saiសម្រាប់បង្រៀនគ្រូធ្វើផែនការនឹង10 năm sau việcរៀនសូត្រទៅឯងលើបានផ្សព្វផ្សាយពីតារាងនៅក្នុងទៅរៀនគ្រូសរសេរប្រភេទបានផ្សព្វផ្សាយដែលគាត់ប្រើនៅសកម្មភាពរៀនសូត្ររបស់គាត់ធ្វើជាមួយកម្លាំងនៅលើសិលឹកកិច្ចការក្នុងតារាខាងក្រោមនេះអញ្ចឹងទេបានផ្សព្វផ្សាយឧទាហរណ៍ដូចជាបានផ្សព្វផ្សាយអំពីកូវីដអញ្ចឹងទេយើងសរសេរមកប្រភេទបានផ្សព្វផ្សាយអំពីកូវីដណាហើយការរៀបរាប់អំពីសកម្មភាពរៀនសូត្របាទអញ្ចឹងតើកុមារហ្នឹងគាត់រៀនយ៉ាងដូចម្ដេចបានថាពាក់ព័ន្ធជាមួយបានហ្នឹងឧទាហរណ៍អញ្ចឹងចំណុចនេះយើងអាចបរៀននៅម៉ោងអប់រំសុខភាពឬក៏ម៉ោងបំពេញជីវិតបាទដល់ពេលការប្រើផែនទីបាទអញ្ចឹងការប្រើផែនទីវាមានផែនទីការប្រើផែនទីនេះមានថាកិច្ចការដែលគ្រូត្រូវធ្វើហ្នឹងសកម្មភាពទី1អញ្ចឹងផែនទីនេះឧទាហរណ៍ថាយើងរៀនអំពីទីតាំងរបស់ប្រទេសកម្ពុជាបាទអញ្ចឹងទេយើងប្រើផែនទីគេគឺផែនទីពិភពលោកបាទអញ្ចឹងយើងរៀនរកមកពីសកម្មភាពរៀនហ្នឹងសិស្សទទួលបានចំណេះដឹងអីគេបាទពាក់ព័ន្ធនឹងកន្លែងនេះហើយសកម្មភាពទី2យើងរៀនអំពីគេទីតាំងរបស់ខេត្តសឹងត្រែងអញ្ចឹងយើងប្រើផែនទីប្រទេសកម្ពុជាយើងសេតមកនេះតមកនេះមកបាទហើយរហូតដល់ចប់នេះមកបាទអញ្ចឹងទេយើងប្រើផែនទីរហូតដល់អស់មកមានផែនទីភូមិឃុំស្រុកខេត្តហើយនឹងផែនទីប្រទេសហើយផែនទីពិភពលោកបាទអញ្ចឹងយើងប្រើឲ្យអស់មកបាទអញ្ចឹងយើងចប់កិច្ចការមួយនេះហើយការអភិវឌ្ឍអំណាចបាទអញ្ចឹងយើងមើលកិច្ចការរបស់គ្រូខ្ញុំសូមទៅយកកន្លែងកិច្ចការនេះអញ្ចឹងទេកិច្ចការរបស់គ្រូទី1ការវិភាគអត្ថបទជាមួយកុមារគ្រូជ្រើសរើសអត្ថបទមួយចេញពីសៀវភៅមុខវិជ្ជាខ្មែរឬសៀវភៅក្នុងបណ្ណាល័យជាដំបូងគ្រូអានអត្ថបទជាមួយសិស្សស្ដាប់បន្ទាប់មកគ្រូអានឡើងវិញម្ដងទៀតយឺតៗនឹងបង្ហាញអំពីខ្លឹមសាររូបភាពពាក្យសំខាន់មួយបន្ទាប់មកគ្រូសួរកុមារនៅសំណួរជាបន្តអំពីអត្ថបទប្រសិនបើកុមារដឹងចម្លើយភ្លាមគ្រូសួរសំណួរបន្ទាប់បាទអញ្ចឹងទេអ្វីដែលយើងត្រូវធ្វើគឺកិច្ចការនៅកន្លែងនេះការវិភាគអញ្ចឹងទេសិភៅហ្នឹងតើសិភៅហ្នឹងយកមកពីណាសិភៅអានសិភៅរឿងឬក៏ទស្សនាវដ្តីសិភៅអានសម្រាប់លើសិភៅសាគូលយើងទស្សនាវដ្តីសិភៅរឿងដូចជារឿងផ្សេងចំណងជើងអត្ថបទចំណងជើងរឿងនេះគេថ្ងៃខែយើងបរៀននេះគេបន្តមកយើងសួរចម្លើយ
sao ta nó nói chế tụi ông sầm khăn chỉ kiaในក្នុងរឿងបាទអញ្ចឹងយើងសរសេរតាមរឿងហ្នឹងមកហើយយើងសួរសំណួរហើយយើងឆ្លើយហើយយើងសរសេរចម្លើយនៅខាងនេះមកបាទយើងសួរជាក់ស្ដែងដល់ពេលនេះកិច្ចការទី2គឺគ្រូស្រាវជ្រាវអំពីចំណងចំនួនចិត្តរបស់សិស្សបាទអញ្ចឹងយើងដាក់ឈ្មោះសិស្សមកអាយុភេទបាទអញ្ចឹងយើងសួរគាត់តើគាត់ចូលចិត្តប្រភេទរឿងអីគេខ្លះបាទរឿងសាលាបៃលិនរឿងអីគេយើងដាក់នៅនេះមកឲ្យបាន3ហើយយើងស្រាវជ្រាវតែ6នាក់ទេបាទកន្លែងនេះកន្លែងនេះបានន័យថាថ្នាក់ទីប្រហែលយើងពេញមកប្រភេទរឿងដែលបានលើកឡើងអានេះឧទាហរណ៍យើងលើកឡើងថារឿងគោក្របីគ្មានធានលើគ្មានក្រមតើសិស្សណាដែលចូលចិត្តបាទយើងដាក់មកចំនួនប្រហែលស្រីប្រហែលមកហើយយើងធ្វើរហូតដល់តាមលទ្ធភាពទៅតែបើអស់ល្អបាទកន្លែងនេះបាទហើយការអភិវឌ្ឍសំណេរបាទអញ្ចឹងយើងទៅមើលនៅកន្លែងកិច្ចការរបស់គ្រូបាទមានសំណេរដើមហើយនឹងសំណេរចរចានេះបាទអញ្ចឹងយើងទៅមើលកន្លែងកិច្ចការគ្រូសំណេរចរចាសំណេរចរចាវាថាជាសំណេររបស់គ្រូដែលបានថាបញ្យល់គ្រូជាមួយសិស្សធ្វើសំណេរហ្នឹងជាមួយគ្នាបាទនេះអត្ថបទចរចាឥឡូវខ្ញុំមកបញ្យល់កន្លែងនេះតែម្ដងអត្ថបទចរចានេះសម្រាប់ថ្នាក់តូចអញ្ចឹងទេយើងសិស្សសម្រាប់សិស្សគឺយើងគាត់អត់ទាន់ចេះសរសេរទេអញ្ចឹងយើងឲ្យគាត់និយាយរឿងអ្វីដែលគាត់ចូលចិត្តហ្នឹងបាទអញ្ចឹងមានថាសំណេរចរចានិងសំណេរដើមមានថាសំណេរដើមគឺសិស្សជាអ្នកដែលសរសេរហើយសិស្សជាអ្នកគិតហើយគាត់សរសេរប៉ុន្តែសំណេរចរចាគឺសិស្សនិងគ្រូជាអ្នកសរសេរប៉ុន្តែសម្រាប់ថ្នាក់ធំគឺគាត់អត្ថបទចរចាគឺសម្រាប់អីគេអត្ថបទចរចាគឺចរចាសិស្សរវាងសិស្សនិងសិស្សហើយគាត់សរសេរមកអញ្ចឹងវាខ្លាយជាសំណេរដើមប៉ុន្តែគាត់ចេញពីសំណេរចរចាប៉ុន្តែបើថ្នាក់តូចគឺសំណេរចរចារវាងគ្រូហើយនឹងសិស្សបាទដែលគ្រូសិស្សជាអ្នកនិយាយគ្រូជាអ្នកកត់ត្រាហើយបើគាត់និយាយខុសក៏ដោយយើងកត់មកទាំងអស់បន្តមកបានយើងមកសំយោគហើយសរសេរនៅលើក្តារខៀនហើយយើងបានចម្លងចូលប៉ុន្តែបើថ្នាក់ធំយើងឲ្យគាត់ធ្វើជាដៃគូអីចឹងឬក៏ជាក្រុមអីចឹងបន្តមកក្រុមណាដែលល្អយើងអាចចម្លងចូលកន្លែងនេះមកបាទបាទអញ្ចឹងយើងគូសមកយើងចរចាថ្នាក់ទី1ក្រុមតូចហើយខែមុខវិជ្ជាយើងរៀនមុខវិជ្ជាអីគេប្រធានបទទី7រង្វាតម្លៃនិងកម្រងស្នាដៃសិស្សប្រភេទនៃការវាតម្លៃបាទអញ្ចឹងយើងទៅមើលកន្លែងកិច្ចការតែម្ដងទី1គឺកម្រងស្នាដៃសិស្សនេះសម្រាប់វាតម្លៃជ្រើសរើសសិស្ស5នាក់ធ្វើការវាតម្លៃលើកម្រងស្នាដៃកុមារី3នាក់កុមារា2នាក់កម្រងស្នាដៃ5នាក់មានកម្រងស្នាដៃគឺសេមីដែលមានឯកសារលម្អិតអំពីសិស្សម្នាក់គ្រូសរសេរព័ត៌មានសិស្សម្នាក់លើសន្លឹកនីមួយៗនឹងដាក់ចូលក្នុងកម្រងស្នាដៃសិស្សបាទអញ្ចឹងយើងយក5នាក់ក្នុងមួយថ្នាក់បាទអញ្ចឹងទេយើងយកកុមារី2នាក់ហើយកុមារី3កុមារា2បាទអញ្ចឹងទេក្នុងការធ្វើកម្រងស្នាដៃនេះអញ្ចឹងទេកិច្ចការទី1គឺយើងចងក្រងព័ត៌មានលម្អិតរបស់គាត់នឹងនេះសន្លឹកកិច្ចការសម្រាប់វាតម្លៃកម្រងស្នាដៃសិស្សនេះអញ្ចឹងយើងសរសេរមកនាមកុមារ1អាយុប្រមាណភេទអីគេបាទកម្រិតថ្នាក់អីហ្នឹងយើងដាក់មកនៅនេះមកបាទហើយយើងយកទៅដាក់ចូលក្នុងកម្រងស្នាដៃសិស្សហ្នឹងដល់ពេលនេះកិច្ចការទី2នេះបាទវិភាគសាស្ត្រនៅអំជុំខែវិជ្ជាការនេះអញ្ចឹងទេយើងឲ្យគាត់កិច្ចការគំរូអំពីអីគេនេះលេខសំណេរឬក៏គំនូហើយប្រមូលនៅខែវិជ្ជាការបានថាប្រមូលនៅខែធ្នូហ្នឹងបាទកិច្ចការគំរូអំពីអីគេបាទអញ្ចឹងយើងប្រមូលនៅខែមីនាអានេះប្រមូលនៅខែឧសភាអានេះប្រមូលនៅខែកក្កដាកន្លែងនេះយើងពេញបែបហ្នឹងបាទហើយកិច្ចការទី2ទី3ទី4ទី5បញ្ជីផ្ទៀងផ្ទាត់បាទជាកិច្ចការទី2សម្រាប់អង្គប្រជុំខែលើកទី2នេះតើផ្នែកសំណេរយើងមានបានប្រមូលពីគាត់ទេបើបានយើងដាក់មានមក
ហើយយោបល់តែយើងយល់ឃើញយ៉ាងណាបាទអានេះបើមានយើងដាក់មកបាទអញ្ចឹងមានគ្មានអីយើងដាក់មកតាមនឹងមករង្វាតម្លៃករណីសិក្សារបស់នាមកុមារអាយុភេទបាទអញ្ចឹងទេកន្លែងនេះវាតម្លៃនេះគឺវាថាយើងស្រង់មកអា1 ដល់ 3នេះគឺយើងដកស្រង់ពេញចេញពីអា1នេះ1 ដល់ 3នេះនាមឈ្មោះអាយុភេទយើងយកមកដាក់នៅកន្លែងនេះមកនេះបាទប្រវត្តិនៃការអប់រំប្រើសំណួរ4 ដល់ 10សន្តិភាពគ្រួសារ11 ដល់ 14យើងយកមកពេញនេះមកបាទការរៀនសូត្រផុសតានៃការវិនិច្ឆ័យស្នាដៃកុមារផ្លូវការសំណេរតើមានការរីកចម្រើនឬក៏មានបញ្ហាអត់នៅប៉ុននឹងមានអត់តែប៉ុនមេលេខគំនូនឹងមានបញ្ហាអត់ពីការវិករណីសិក្សាលើកុមារលើដំណើររឿងកុមារផុសតាំងពីការសង្កេតមិនផ្លូវការរបស់គ្រូកន្លែងនេះយើងសរសេរអំពីលទ្ធផលនៃការសិក្សានិងការចូលរួមក្រុមមុខវិជ្ជាឧទាហរណ៍សាស្ត្ររៀនមុខកែអីជាបំណិនក្រុមគាត់មិនដែរបាទការសម្ដែងអំពីខ្លួនឯងមិនដែរបាទយើងសេដាក់ខាងនេះមកនេះបាទអញ្ចឹងនេះជាកិច្ចការទី6អញ្ចឹងកន្លែងនេះថាសិស្សម្នាក់ដែលយើងសិក្សាទៅលើករណីសិស្សដែលយើងពេញនេះទី6នេះវាតមកនេះបាទចំណែក 7.2 ផលិតផលនៃការវាតម្លៃបាទកិច្ចការយើងនេះនៅកន្លែងនេះភាពរីកចម្រើនរបស់សិស្សក្នុងឆ្នាំសិក្សាឈ្មោះភេទអីគេបាទចេះកន្លែងនេះយើងធ្វើគ្រប់សិស្សទាំងអស់បាទភាពរីកចម្រើនមុខវិជ្ជាសាស្ត្រខ្មែររីកចម្រើនមុខវិជ្ជាគណិតវិទ្យាភាពរីកចម្រើនទូទៅបាទអញ្ចឹងយើងកាត់មកអញ្ចឹងយើងធ្វើគ្រប់សិស្សហើយយកទៅឲ្យមេដាគេបាទដាក់ក្នុងសមីហ្នឹងយកទៅឲ្យមេដាគេហើយសមីហ្នឹងយើងធ្វើគ្រប់សិស្សកន្លែងនេះបើកម្រងស្នាដៃខាងលើហ្នឹងយើងយកទៅ5នាក់ប៉ុន្តែកន្លែងនេះគឺយើងធ្វើគ្រប់គ្នាអញ្ចឹងវាមានស្នាដៃក្រុមស្នាដៃ5នាក់ហើយស្នាដៃទាំងអស់គ្នាហ្នឹងបាទហើយយើងដាក់ក្នុងសមីហ្នឹងបាទយើងវាតម្លៃទៅហើយយើងដាក់យើងវាតម្លៃហើយផ្ញើទៅឲ្យឪពុកម្ដាយគេមើលថាគាត់រីកចម្រើននេះគឺខ្លះដល់យើងធ្វើប្រមូលតាមខែនេះនេះជាស្រ័យតន្តនេះដែលយើងដាក់កិច្ចការឲ្យគាត់ហើយយើងដាក់ក្នុងនោះហើយយើងយកមកប្រៀបធៀបហើយយើងវាលតម្លៃបាទអញ្ចឹងសមីហ្នឹងគឺយើងអាចឲ្យសិស្សទិញម្នាក់មួយមកហើយយើងកັບដាក់ខាងក្រោយថ្នាក់ហ្នឹងបាទបើដល់ពេលចុងឆ្នាំយើងវាតម្លៃគេហើយយើងដាក់ចូលក្នុងសមីហ្នឹងហើយផ្ញើទៅឲ្យពុកម្ដាយវិញថាតើគាត់មានការរីកចម្រើនអីគេខ្លះបាទតាមនេះមកយើងធ្វើរហូតដល់ចប់នេះមកកន្លែងនេះគឺដដែលទេការឆ្លោះអញ្ចឹងនេះការឆ្លោះអញ្ចឹងមានវត្តដូចខាងក្រោមទីមួយយើងធ្វើផែនការបាទកិច្ចការរៀនបន្តមកយើងយកទៅបរៀនបន្តមកយើងវាតម្លៃអាហ្នឹងជាការឆ្លោះអញ្ចឹងកិច្ចការគ្រូការឆ្លោះអញ្ចឹងទី1រៀបរាល់ខែថ្ងៃមុនអង្គប្រជុំថ្ងៃប្រវត្តិគ្រូត្រូវតែឆ្លងចាំងអំពីបទពិសោធន៍របស់ខ្លួនក្នុងបន្ទប់រៀនកាលពីខែមុនហើយគូកត់ត្រានៅអនុវត្តថ្មីល្អ3ហើយគាត់បានធ្វើនឹងបន្ទាប់មកបញ្ហាធំជាងគេ3ដែលគាត់បានជួបទៀតក្នុងខែហើយគាត់ចែករំលែកបទពិសោធន៍នោះនៅក្នុងអង្គប្រជុំក្នុងការប្រជុំខែចុងក្រោយគ្រូពិនិត្យកត់ត្រារបស់ខ្លួននិងពិនិត្យសម្រេចបញ្ហាធំជាងគេ3និងកែប្រែលម្អ3ធ្វើអនុវត្តឆ្នាំកន្លងមកនេះបាទអញ្ចឹងទេក្នុងមួយខែយើងត្រូវរកឲ្យបានកំណត់ល្អហ្នឹង3ហើយបញ្ហា3ដែលយើងបានជួបប្រទេសពីប៉ុន្តែការបង្រៀននឹងរៀនហ្នឹងបាទយើងដាក់តាមខែនេះមកហើយដល់ពេលចង់បញ្ចប់យើងយកអាណាដែលសំខាន់3បាទដែលយើងរកឃើញហ្នឹងកំណត់ថ្មីហ្នឹងដែលយើងបានធ្វើរួចហ្នឹងហើយនឹងបញ្ហាធំចំនួន3ដែលយើងបានជួបប្រទេសបាទដែលយើងបានថាផ្លែកហើយល្អសម្រាប់យើងណាបាទហើយអំណាងរបស់គាត់ហើយកន្លែងនេះឈ្មោះគ្រូបាទថ្ងៃខែប្រកបជូនបាទថ្ងៃខែក៏ត្រឡប់បរិហារឲ្យនាយកវិញអំណាចរបស់នាយកតើគ្រូនឹងក៏បានបំពេញចប់សពគ្រប់អត់គ្រប់វិការខាងលើនឹងបានយើងគ្រីកន្លែងនេះតែបើបានទេយើងគ្រីកន្លែងនេះហើយបញ្ជូនទៅឲ្យគ្រូគាត់បំពេញវិញតែបើគ្រប់នេះនាយកសញ្ញេបាទហើយដាក់ថ្ងៃខែកន្លែងនេះមកបាទអញ្ចឹងតែប៉ុណ្្នឹងគឺជាការចប់សពគ្រប់បាទសម្រាប់ការប្រើប្រាស់ហើយនឹងកិច្ចការដែលយើងធ្វើបាទអញ្ចឹងនេះជាការចម្លែកចែករំលែកបទពិសោធន៍មានកំហុសឆ្គងក៏សូមអធិស្ឋានបាទដោយសារខ្ញុំទៅតែទទួលបាននៅថ្មីដែរទេបាទដោយសារអនុវត្តជាក់ស្ដែងក៏មានតិច
បាទសង្ឃឹមថាលោកគ្រូអ្នកគ្រូនឹងទទួលបានចំណេះដឹងថ្មីបាទហើយបើលោកគ្រូអ្នកគ្រូមានចំណេះដឹងអ្វីប្លែកបាទឬក៏ថ្មីបាទសូមខមមិននឹងក្រោម